សួស្តីអ្នកទាំងអស់គ្នាបាទបងប្អូនគ្រាន់តែកលេចឃើញកន្លែងនេះបងប្អូនដែលធ្លាប់មកគឺធ្លាប់ស្គាល់ហើយដឹងថាកន្លែងនេះជាកន្លែងអីបាទខ្ញុំចង់ប្រាប់បងប្អូនអ្នកដែលមិនធ្លាប់មកណាហ្នឹងហើយកន្លែងនេះគឺជាកំពូលភ្នំបូកគូតែម្ដងបាទហើយកន្លែងដែលខ្ញុំស្ថិតនៅនេះគឺជាកន្លែងបាទទីសក្ការៈរបស់បងប្អូនប្រជាពលរដ្ឋខ្មែរគឺវត្តសំពៅ5ហ្នឹងហើយបងប្អូនមកក្នុងភ្នំបូកគូខែនេះគឺស្អាតដែរបងប្អូនបាទមើលទេសភាពទៅគឺខៀវស្ងាត់តែម្ដងនឹងហើយក៏មានពពកមានអីចឹងទៅសម្រាប់គយគុណមើលទៅយ៉ាងស្រស់ស្អាតហ្នឹងហើយខ្ញុំមកជាមួយនឹងបងប្អូនខ្ញុំមកទៅហ្នឹងហើយគឺសាច់តែបងប្អូនបាទគឺ90គីឡូឯណោះហ្នឹងហើយមកជាមួយនឹងបងប្អូនសាច់ថ្លៃហើយនឹងសាច់បកាដីក៏មកដែរបងប្អូនបាទបងប្អូនមកខែនេះមកបងប្អូនមើលទៅស្អាតតែម្ដងកាត់ចិត្តថាឈប់នឹករឿងចាំរឿងស្រីបដូរខ្លាំងក្រឡាចិត្តចោលស្នេហ៍ខ្ញុំភក្តីនឹកកា